Focus Power Center គឺជា center ដែលពួកយើងបង្កើតឡើងក្នុងគោលបំណងផ្ដល់នូវធម៌ពលកម្លាំងធម៌ពលពីខាងក្នុងដែលអាចគេចចេញពីវិបត្តិនៃបញ្ហាហើយឆ្ពោះទៅរកភាពជោគជ័យនៃក្តីសុខពិតប្រាកដបេសកកម្មរបស់ពួកយើងគឺជួយនៅក្នុងការផ្ដល់ធម៌ពលផ្ដល់កម្លាំងជំរុញកម្លាំងបដាចិត្តជាទីប្រឹក្សាហើយបង្វឹកដើម្បីឲ្យមនុស្សម្នាក់រកឲ្យឃើញនៅសក្តានុពលរបស់ខ្លួនឯងរកអ្វីដែលខ្លួនឯងស្រឡាញ់ហើយអាចរំដោះខ្លួនចេញពីបញ្ហានានានៅក្នុងវិបត្តិនៃជីវិតទៅរកនៅអ្វីដែលខ្លួនឯងចង់បានពិតប្រាកដដោយសារពួកយើងជឿជាក់យ៉ាងពិតប្រាកដថាមនុស្សយើងអាចធ្វើបានលើសពីអ្វីដែលយើងអាចធ្វើបានយើងអាចធ្វើបានលើសពីអ្វីដែលយើងគិតទៅទៀតប៉ុន្តែអ្វីដែលសំខាន់គឺយើងមិនអាចនាំខ្លួនឯងយកធម៌ពលដ៏អស្ចារ្យរបស់យើងមកប្រើប្រាស់យើងមិនអាចផ្ដោតនៅលើអ្វីដែលយើងចង់បានប៉ុន្តែយើងតែងតែជាប់ជំពាក់ជាមួយនឹងបញ្ហានៅក្នុងបញ្ហាគឺវាបានបង្កប់នៅឱកាសជាច្រើនតែពេលដែលយើងវង្វេងបាត់ខ្លួនឯងយើងជាប់ជំពាក់ជាមួយនឹងបញ្ហាជាប់ជំពាក់ជាមួយនឹងវិបត្តិរបស់ជីវិតវាធ្វើឲ្យយើងមិនអាចឆ្ពោះដំណើរទៅមុខបានវាមិនអាចឲ្យយើងទាញយកសក្តានុពលដ៏អស្ចារ្យរបស់យើងយកមកប្រើហើយអាចបញ្ចេញនៅសក្តានុពលនោះធ្វើរឿងដ៏អស្ចារ្យសម្រាប់ខ្លួនឯងបានអញ្ចឹងបងប្អូនទាំងអស់គ្នានៅក្នុងដំណើរនៃជីវិតយើងជួបបញ្ហាជាច្រើនមិនថាវិបត្តិទំនាក់ទំនងការបែកបាក់ឬក៏ការខកចិត្តការឈឺចាប់រហូតដល់មានពេលមួយដែលយើងបោះបង់ខ្លួនឯងលែងមានក្តីសម័យលែងមានគោលដៅលែងមានបំណងប្រាថ្នាហើយយើងជឿជាក់យ៉ាងមុតមាំថាយើងធ្វើអីលែងបានហើយយើងមិនអាចបំពេញតម្រូវការរបស់ខ្លួនឯងបានទេតែជំនឿនេះគឺជាជំនឿដែលមិនពិតប្រាកដវាជាជំនឿមួយដែលគ្រាន់តែយល់សពអាក្រក់លងបន្លាចយើងប៉ុណ្ណោះការពិតយើងអាចធ្វើរឿងដ៏អស្ចារ្យបានគ្រាន់តែយើងជឿជាក់ថាយើងអាចធ្វើបានហើយយើងមានជំនឿលើខ្លួនឯងយើងជឿនៅលើអ្វីដែលយើងជ្រើសរើសនិងជាក្តីសុខដែលយើងត្រូវតែធ្វើវាយ៉ាងដាច់ខាតហើយធម៌ពលដ៏អស្ចារ្យដែលធ្វើឲ្យយើងសម្រេចនិងមានជំនឿលើខ្លួនឯងនោះគឺធម៌ពលនៃការបដោតខ្ញុំជឿជាក់ថាឲ្យតែអ្នកបដោតបានគឺអ្នកអាចសម្រេចវាបានដូចនេះនៅក្នុង center របស់យើងជាកន្លែងមួយដែលប្រមូលផ្ដុំដោយធម៌ពលដែលយើងអាចបង្វឹកយើងអាចជាទីប្រឹក្សានៅក្នុងការដោះស្រាយបញ្ហាជីវិតហើយរុញច្រាននាំឆ្ពោះឲ្យអ្នករកឃើញខ្លួនឯងរកឃើញក្តីសុខពិតប្រាកដហើយទៅរកកន្លែងដែលអ្នកមានមោទនភាពជាមួយនឹងខ្លួនឯង